រដ្ឋសភាអាមេរិកនឹងព្យាយាមម្ដងទៀតនៅសប្តាហ៍ក្រោយដើម្បីអនុម័តសេចក្តីសម្រេចមួយដកសិទ្ធិអំណាចរបស់លោក Donald Trump ក្នុងការបដិបត្តិធ្វើសង្គ្រាមដោយមិនឆ្លងកាត់សភានេះបើយោងទៅតាម Reuters ចេញផ្សាយនៅថ្ងៃទី9 ខែមេសាឆ្នាំ2026លោក Chuck Schumer មេដឹកនាំព្រឹទ្ធសភាប្រជាធិបតេយ្យអាមេរិកបាននិយាយនៅថ្ងៃទី8 ខែមេសាថាលោក Trump ត្រូវតែទទួលបានការយល់ព្រមពីសភាជាមុននឹងបញ្ឆេះភ្លើងសង្គ្រាមលោក Schumer បានប្រាប់សន្និសីទសារព័ត៌មាននៅការិយាល័យរបស់លោកក្នុងទីក្រុង New York ថាសភាត្រូវតែបញ្ជាក់ឡើងវិញនៅសិទ្ធិអំណាចរបស់ខ្លួនជាពិសេសនៅពេលវេលាដ៏គ្រោះថ្នាក់នេះព្រឹទ្ធសភាអាមេរិកក៏គ្រោងនឹងបោះឆ្នោតតម្រូវឲ្យលោក Trump បញ្ចប់សង្គ្រាមជាមួយនឹងអ៊ីរ៉ង់ជាបន្ទាន់ផងដែរគួរបញ្ជាក់ថាក្រមប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភានិងសភាតំណាងរាស្ត្រអាមេរិកបានព្យាយាមម្ដងហើយម្ដងទៀតក្នុងរយៈពេលប្រមាណខែថ្មីនេះដើម្បីដកអំណាចធ្វើសង្គ្រាមរបស់លោក Trump និងបង្ខំឲ្យលោក Trump សូមការអនុញ្ញាតពីសភាមុនពេលបើកប្រតិបត្តិការយោធាតែត្រូវបរាជ័យសមាជិកសាធារណរដ្ឋរបស់លោក Donald Trump នៅក្នុងសភាដែលមានសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភានិងសភាតំណាងរាស្ត្របានគ្រប់គ្រងគោលនយោបាយរបស់លោក Trump ស្ទើរតែជាឯកច្ឆន្ទទៅហើយលោក Schumer រិះគន់សង្គ្រាមវាយអ៊ីរ៉ង់ថាបានបរាជ័យនៅក្នុងការធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយឬក៏ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរផ្ទុយទៅវិញវាបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើងមនុស្សជាច្រើននៅក្នុងក្រមប្រជាធិបតេយ្យបានអំពាវនាវឲ្យដកលោក Trump ចេញពីតំណែងទៀតផងក៏ប៉ុន្តែសេតវិមានយល់ឃើញផ្ទុយពីនេះសេតវិមានថាសកម្មភាពរបស់លោក Trump គឺស្របច្បាប់និងស្ថិតនៅក្នុងសិទ្ធិរបស់លោកក្នុងនាមជាអគ្គមេបញ្ជាការក្នុងការការពារសហរដ្ឋអាមេរិកក្នុងតួនាទីនេះលោក Trump អាចបញ្ជាបើកប្រតិបត្តិការយោធាដែលមានដែនកំណត់ធម្មនុញ្ញរបស់អាមេរិកចែងថាបើទោះបីជាមានតែសភាប៉ុណ្ណោះដែលអាចប្រកាសសង្គ្រាមជាផ្លូវការបានប្រធានាធិបតីនៅតែអាចបញ្ជាសកម្មភាពយោធាប្រសិនបើស្ថានភាពមានភាពបន្ទាន់ខ្ញុំរស់សុធាពី News Today NPTV